អញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការដំឡើងVS Code ជាមួយនឹង Python អញ្ចឹងយើងដំបូងយើងត្រូវទៅ download កម្មវិធីទាំងពីរហ្នឹងដែលកម្មវិធីទាំងពីរហ្នឹងគឺវា free ទេអញ្ចឹងយើងចូល browser មកចូល browser អីក៏បានដែរហើយយើងអាចចូល Google អូខេអញ្ចឹងតាមពិតជាទូទៅយើងអាចប្រើនៅលើកម្មវិធី Python បានប៉ុន្តែយើងដឹងស្រាប់ហើយកាលណាយើងប្រើការសរសេរកូដជាទូទៅគឺគេប្រើ Microsoft Visual Code អញ្ចឹងយើងប្រើនៅលើហ្នឹងវារៀងងាយស្រួលជាងអញ្ចឹងបានទាមទារឲ្យយើងដំឡើង VS Code ហើយយើង install Python ហើយយើងអាចប្រើប្រាស់វាដើម្បីធ្វើការសង្ក្រាបឬក៏វិភាគឬក៏សរសេរកូដអីផ្សេងៗបានអញ្ចឹងយើងចូល Google ហើយដើម្បី install VS Code យើងគ្រាន់តែវាយពាក្យ VS Code មក Enter អូខេអញ្ចឹងវានឹងចេញផ្ទាំងមួយនេះអញ្ចឹងយើង click នៅលើវាបាទអញ្ចឹងវានឹងចេញផ្ទាំងមួយនេះអញ្ចឹងកន្លែងនេះយើងអាចចុច download តែម្ដងក៏បានប៉ុន្តែដោយសារតែអ្នកខ្លះគាត់ប្រើ Windows អ្នកខ្លះគាត់ប្រើ MacBook អ្នកខ្លះគាត់ប្រើ Linux អីចឹងទៅអញ្ចឹងយើងចូលកន្លែង download នេះទៅអូខេអញ្ចឹងបើសិនជាយើងប្រើ Windows យើង download នេះមកប្រើ MacBook down កន្លែងនេះមកអញ្ចឹងអាស្រ័យទៅលើប្រភេទ device ដែលយើងប្រើឧទាហរណ៍ខ្ញុំប្រើ Windows អញ្ចឹងខ្ញុំចុចលើវាមកអូខេអញ្ចឹងកន្លែងនេះវានឹង load ផ្ទាំងឲ្យយើង download អញ្ចឹងយើងចុច download វាមកអញ្ចឹងនៅពេលដែលចាំវា download ពេញហើយយើង install វាបានតែម្ដង down Python ម្ដងយើងទៅឡើងហើយក៏បានប៉ុន្តែយើងខ្ញុំចង់ download ហើយចាំ install វាតែម្ដងអញ្ចឹងយើងចូល Google ទៀតមកអូខេហើយវាយពាក្យ Python មក enter អញ្ចឹងវាចេញផ្ទាំងមួយនេះយើងចុចលើវាអូខេអញ្ចឹងវា load ចេញផ្ទាំងមួយនេះយើងចុចកន្លែង download នេះកន្លែងនេះយើងចុច download វាមាន Python 3.14 ជាក់ស្ដែង 3.14 នេះ version ថ្មីយើងអាច down វាមកប្រើបានប៉ុន្តែជាការណែនាំនៅពេលដែលវា version ថ្មីមានកូដមួយចំនួនវារៀងពិបាកប្រើដែរនិយាយទៅដោយសារតែខ្ញុំធ្លាប់ប្រើទៅវារៀងអត់ស្គាល់កូដមួយចំនួនអញ្ចឹងជាការណែនាំរបស់ខ្ញុំយើងចូលទៅកាន់ Windows សិនមកហើយយើងកុំយកអា version ចុងក្រោយពេកខ្លះវា pre release ឲ្យយើងប្រើសិនអញ្ចឹងទៅវាដើរអត់ទាន់ពេញលក្ខណៈអញ្ចឹងឧទាហរណ៍ថាខ្ញុំ scroll មកអានេះ 3.14 អញ្ចឹងខ្ញុំគិតថាខ្ញុំយកថា 3.13 សិន 3.13.11 អញ្ចឹងវាចេញថ្ងៃទី5ខែ12 2025អូខេអញ្ចឹងបន្តមកទៀតបើសិនជាយើងប្រើ Windows 64យើង download វាមកបើប្រើ32ចុចលើវាមកអញ្ចឹងកុំព្យូទ័រខ្ញុំប្រើ64អញ្ចឹងខ្ញុំចុច click លើវាតែម្ដងគេអញ្ចឹងវានឹង load ឲ្យ download យើងចុច download មកអូខេអញ្ចឹងដល់ពេល download ពេញគឺយើងអាច install វាបានអញ្ចឹងដោយសារខ្ញុំ download ហើយអញ្ចឹងខ្ញុំចូលទៅកាន់folder download មកហើយយើងដំឡើងវាតោះឥឡូវខ្ញុំចូលទៅកាន់ program អញ្ចឹងយើងដំឡើងមួយណាមុនក៏បានដែរឥឡូវខ្ញុំតម្លើង VS Code អញ្ចឹងខ្ញុំ right click លើវាមកយកពាក្យ run មកអូខេ yes មកthe user install is not meant to be run as អញ្ចឹងយើងអូខេវាមកហើយចុច I accept next យើងចុច next ទៀតមកអញ្ចឹងអានេះគឺជាទីតាំង folder Microsoft VS Code ដែលយើង stock នឹងយើង next ទៀតមកអាកន្លែងនេះបើសិនជាយើងអត់ចង់ឲ្យវាបង្កើតfolder នៅ start menu បើន័យថានេះពេលយើងចូលកន្លែងនេះមកវា load កន្លែងនេះអញ្ចឹងបើសិនជាយើងអត់ចង់បានទេយើងចុច text លើវាមកហើយចុច next កន្លែងនេះយើង text កន្លែង create a desktop code មកដើម្បីវាបង្ហាញshortcut នៅលើ desktop អូខេអញ្ចឹងកន្លែងនេះយើងប៉ុណ្ណឹងមកយើង next ទៀត install អញ្ចឹងយើងចាំវារហូតដល់វា install ចប់យើងបិទវាយើងទៅឡើង Python ម្ដងដែលវាតម្លើងហើយបើសិនជាយើងចុច finish កន្លែងនេះវានឹង run VS Code ឲ្យយើងប៉ុន្តែយើងអត់តន់ចង់ប្រើអីអញ្ចឹងយើងដក text វាហើយ finish អញ្ចឹងយើងទៅឡើងVS ហើយឥឡូវយើងមកទៅឡើង Python ម្ដងយើង right click មកយើង run លើវាទៅ yes អញ្ចឹងកន្លែងនេះយើងចុច install មកកន្លែងនេះយើងត្រូវការ internet ដើម្បី install អញ្ចឹងយើងចុច install លើវាអូខេអញ្ចឹងយើងបាន install រួចរាល់យើងចុច close
chẳng dương nhầm bật tiền đi máu chẳng là chia VS Code hỏi đây là chế Python chụp cái nhung chụp mở tích logo Python đó nè ok chẳng là đi Pythonនេះវាអត់ load logo មកអញ្ចឹងខ្ញុំអាចចាប់វាមកដាក់កន្លែងនេះបានគេទាញវាមកដាក់មកអូខេអញ្ចឹងតាមពិតយើងមិនបាច់ចាំទាញ logo Python មកក៏បានដែរព្រោះយើងប្រើនៅលើ VS Code អញ្ចឹងយើងបើក VS Code នឹងមកអូខេអញ្ចឹងអានេះគឺយើងដំឡើងបានរួចរាល់ហើយបើរបៀបប្រើអាហ្នឹងចាំជួបគ្នាវីដេអូក្រោយ